នៅពេលដែលយើងជិះឡានមានស្លាកលេខមានពុនផ្លូវពុននាំចូលដាក់ខ្សែក្រវ៉ាត់មានប័ណ្ណបើកបរមានកាតគ្រីឡានមានឯកសារគ្រប់នៅពេលដែលយើងឃើញនគរបាលចរាចរណ៍នៅខាងមុខយើងអត់មានអីត្រូវព្រួយបារម្ភអត់មានអីត្រូវភ័យផងពីព្រោះយើងអត់បានធ្វើខុសជីវិតយើងដូចគ្នាដែរបើយើងនៅទីភ្លឺយើងអត់ដែលទៅធ្វើរឿងកក្រិចខ្ញុំឧទាហរណ៍រឿងគ្រួសារចុះបើយើងមិនដែលទៅមានតំណែងជាមួយនឹងនារីនៅខាងក្រៅឬក៏បរិះនៅខាងក្រៅយើងអត់មានអីត្រូវព្រួយបារម្ភពីការបើកការសង្ស័យរបស់ប្តីឬក៏ប្រពន្ធដែលនៅផ្ទះហ្នឹងទេជារឿងធម្មតាហ្នឹងស្រួលយល់ដូចគ្នាដែរបើសិនយើងមិនដែលទៅធ្វើរឿងអីផ្ដេសផ្ដាសហើយបើទោះបីជាអ្នកដែលមានតំណែងជាមួយយើងបង្ហោះ Facebook ឌៀមដាមអញ្ចេះអញ្ចោះ1 2 3ក៏មិនមែនជារឿងរបស់យើងដែរយើងនៅធម្មតាយើងដេកធម្មតាយើងហូបចុកធម្មតាយើងធ្វើការងារធម្មតាជារឿងធម្មតាអត់មានអីចម្លែកទេកុំតែយើងទៅធ្វើរឿងផ្ដេសផ្ដាសម្សិលមិញខ្ញុំបានសំណួរមួយសូមឲ្យថាធ្វើម៉េចដើម្បីកុំឲ្យចូលទៅក្នុងបទញុះញង់ឲ្យមានការរើសអើងអីផ្សេងខ្ញុំបានសរសេរក្នុង comment ថាធ្វើតែរឿងសុចរិតតែធ្វើតែរឿងត្រឹមត្រូវតែគ្មានពីណាគេមកយកបទបញ្ញត្តិឬក៏វិធានទាំងអស់ហ្នឹងមកអនុវត្តនៅលើយើងទេឲ្យតែយើងសុចរិតឲ្យមានអីទេ